ព្រឹកនេះដែរពីអ្នកមេធីមមានសទ្ធាជ្រះថ្លាបានធ្វើចង្ហាន់រៀបចំបាយសម្លយកទៅវត្តបង្គានដល់ព្រះសង្ឃបន្ទាប់ពីត្រឡប់មកពីវត្តវិញគឺពីអ្នកប្តីប្រពន្ធឃ្លានដែរបាទដាក់ខ្មោមហើយឥឡូវពុកម៉ែបងប្អូនងាកមកមើលបាទការផ្សំគ្រឿងរបស់មេធីមរបស់ខ្ញុំគាត់ឆាមីសួរបាទគ្រឿងផ្សំមានដូចជាមីសួរសាច់ជ្រូកស្លឹកជីកណ្ដុរស្ពៃខាត់ណាខ្ទឹមអំបិលរ៉ូឌីប្រេងខ្យងអញ្ចឹងទៅបាទមានដូចជាបាទហ៊ីប៊ីយីហឺឥឡូវចង្ក្រានក៏ឆេះក្ទះក៏ក្តៅខ្លាញ់ក៏ពុះឥឡូវមេធីមចាប់ដើមដាក់ខ្ទឹមបំពងបន្ទាប់ពីដាក់ខ្ទឹមបំពងចូលហើយគាត់ចាប់ដើមដាក់សាច់ជ្រូកចូលដើម្បីលីងឲ្យឈ្ងុយចូលជាមួយនឹងគ្រឿងបាទបងប្អូនអើយគាត់ដាក់សាច់ជ្រូកចូលបាទជាមួយនឹងខ្ទឹមប្រហើរចោះតម្រាំតែដាក់គ្រឿងក្រូវចូលទៀតបាទឥឡូវគាត់ចាប់ដើមដាក់ប្រេងកញ្ចងបាទរ៉ូឌីបន្តិចទៅបាទបេស្កូសបេចេងអញ្ចឹងទៅដាក់ចូលជាមួយនឹងសាច់កូរត្រឡប់ឲ្យចូលជាតិគ្នាអញ្ចឹងទៅបន្ទាប់មកទៀតបាទគាត់ចាប់ផ្ដើមលីងត្រឡប់បាទឲ្យទាស់តែស្ងួតបន្ទាប់ពីស្ងួតហើយគាត់ចាប់ផ្ដើមដាក់ស្ពៃខាត់ណាចូលមុនគេបន្លែបាទបងប្អូនបន្លែស្ពៃខាត់ណានិយាយទៅមុខម្ហូបឆាមីស៊ូនេះគឺថាតោះឧស្សាហ៍បន្តិចបាទបងប្អូនតែរៀងខ្ជិលកោគឺជាប់ខ្ទះហើយបាទតោះតែនៅព្យាយាមអាសាត្រឡប់ត្រលិនកោបាទបងប្អូនតែដាក់កាទៀវចូលគឺជាប់បាតកាទៀវហើយមុខម្ហូបមួយនេះបាទមេធីមរបស់ខ្ញុំគាត់ធ្វើឡើងបែកញើសបាទបន្ទាប់មកទៀតបាទគាត់ចាប់ផ្ដើមដាក់ស្លឹកជីកកណ្ដោចូលបាទបងប្អូនដាក់ស្លឹកជីកកណ្ដោចូលហើយគាត់ចាប់ផ្ដើមដាក់មីស៊ូបាទកាទៀវមីស៊ូបាទបងប្អូនបន្ទាប់មកទៀតគាត់ចាប់ផ្ដើមចូលជ្រុំឲ្យចូលគ្នាបាទអូយនិយាយពីថាមើលទៅទំនងណាបងប្អូនអើយមុខម្ហូបមួយនេះបាទមិនបាច់ញ៉ាំមួយបាយក៏បានដែរបាទញ៉ាំតែកាទៀវឆាមីសួរនឹងក៏បានដែរបាទឥឡូវនេះឆ្អិនហើយបាទឆ្អិនហើយខ្ញុំពីអ្នកមេធីមចាប់ដើមហើយបាទបងប្អូនមុននឹងញ៉ាំនេះបាទគឺត្រូវយកចង្ហាន់ទៅកិនដល់ព្រះសង្ឃសិនបាទបន្ទាប់ពីបង្គានរួចហើយថ្ងៃណាស់ដែរខ្ញុំពីអ្នកមេធីមបាទចាប់ដើមហើយពេលភ្នែនដាក់គ្នាឲ្យបងប្អូនថ្ងៃនេះបាទញ៉ាំបាយហ្នឹងអត់បានញ៉ាំនៅក្រៅទេបាទបងប្អូនដោយសារតែមេឃរលឹមបាទមេឃរលឹមយ៉ាងអត់បានធ្វើវីដេអូនៅក្រៅដើម្បីចែកជូនទេសភាពដល់ពុកម៉ែបងប្អូនទស្សនាទេបាទគឺនៅក្នុងផ្ទះទេបាទបងប្អូននេះបាទបងប្អូនបន្ទាប់មកដាក់ទឹកមួយកៅបាទមិនស្រាទេបាទបងប្អូនញ៉ាំទឹកក្តៅទេបាទដាក់ទឹកក្តៅបែកញើសជោគបាទមេធីមខ្ញុំឆ្ងាញ់ណាស់មាត់គាត់បាទបងប្អូនខ្មុំបាទពីរមុខបាទសម្លនេះគឺពីរមុខបាទចាប់ឆាយមួយមុខឆាមីសួរមួយមុខបាទបងប្អូនបន្ទាប់មកទៀតគឺមានផ្លែឈើនំអន្សមអញ្ចឹងទៅបាទគ្រប់មុខអានេះគេហៅថាបង្អែមចំអាបបាទបងប្អូនបង្អែមចំអាបកាត់មាត់បាទឥឡូវនេះពុកម៉ែបងប្អូនទៅទស្សនាទៅមុខទៀតបាទបងប្អូនអើយនិយាយថាជាតិនោះជាតិបាទកុំឲ្យខ្ញុំថាតែបាទឆ្ងាញ់ណាស់បងប្អូនដោយសារយុគមិញនេះបាទដាក់ទឹកដូងជាមួយខ្លើបាទអស់មួយយួរពីរយួរបាទបាយអត់ចង់ឆ្ងាញ់ទេបាទបាយងឿយបាទដាក់បាយទៅងឿយដោយសារមានសំឡូរទឹកតាវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនជំរាបលាបាយបាយ